បងប្អូនទាំងអស់គ្នាសម័យនេះបើសិនជាអ្នកទាំងអស់គ្នាអត់ចេះកាត់ CapCut វិញណាអ្នកទាំងអស់គ្នាមានអារម្មណ៍ថាខ្លួនឯងនឹងដើរក្រោយគេហ្មងដោយសារសម័យបច្ចេកវិទ្យាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវរៀនកាត់ CapCut ដោយសារបច្ចេកវិទ្យាចាប់ផ្ដើមដើរអញ្ចឹងអ្នកទាំងអស់គ្នាចាស់ហើយណាក៏ត្រូវចេះការកាត់តវីដេអូដែរសម្រាប់ធ្វើវីដេអូខ្លួនឯងឬក៏ធ្វើវីដេអូលើ page អីចឹងណាព្រោះឥឡូវហ្នឹងគឺគេពេញនិយមខ្លាំងហើយអ្នកទាំងអស់គ្នាត្រូវតែចេះកាត់ CapCut ឥឡូវខ្ញុំរៀនអ្នកទាំងអស់គ្នារបៀបកាត់វីដេអូនៅក្នុង CapCut ណាចឹងយើងចាប់ផ្ដើមចូលមកអ្នកទាំងអស់គ្នាហ្នឹងហើយនេះរបៀប zoom យើង zoom ចូលមកដល់យើងកាត់មកប្លង់ហើយតោះមកយើងចាប់ផ្ដើម zoom បន្តមកចូលប្លង់មួយទៀតអ្នកទាំងអស់គ្នាចង់ zoom ក៏បានអត់ចង់ zoom ក៏បានអញ្ចឹងឥឡូវនេះខ្ញុំកាត់មកប្លង់ទៀតហើយចាំខ្ញុំ zoom ឲ្យអ្នកទាំងអស់គ្នាមើលឃើញទេអញ្ចឹងរបៀបកាត់អ្នកទាំងអស់គ្នាគាត់ចូលអញ្ចឹងណាយើងកាត់នេះគឺជាវីដេអូដែលយើងដាក់ចូលអូខេអញ្ចឹងយើងកាត់មកជ្រុងទៀតមកហើយបន្តមកយើងចង់ zoom ក៏បានថយក្រោយក៏បានអញ្ចឹងនៅពេលដែលវីដេអូនោះដើរបើអ្នកទាំងអស់គ្នា zoom វាឃើញធំហើយបើសិនជាអត់ zoom ទេវាឃើញទំហំប៉ុនដែលអ្នកទាំងអស់គ្នាចង់បានឥឡូវខ្ញុំរ៉ាន់វាមួយសារទៀតនឹងឥឡូវវីដេអូកំពុងដើរហ្នឹងអ្វីដែលអ្នកទាំងអស់គ្នាកំពុងតែ zoom គឺវាលក្ខណៈអញ្ចឹងបន្ទាប់មកឥឡូវនេះខ្ញុំចាប់ផ្ដើម record វីដេអូតទៀតតោះមកខ្ញុំកាត់មកជ្រុងទៀតអូខេអញ្ចឹងវីដេអូនេះអ្នកនរគ្នាចង់ zoom ឬក៏អត់ zoom សម្រាប់ខ្ញុំវិញខ្ញុំឥឡូវខ្ញុំចាប់ផ្ដើម add អក្សរអញ្ចឹងយើងចូលឡើង add text ហ្នឹងមកបន្ទាប់មកយើងយើងវាយអក្សរសិនហ្នឹងយើងវាយអក្សរដែលយើងទៅសេហ្នឹងយើងទៅសេពាក្យអីតាមតែចិត្តអ្នកនរគ្នានៅក្នុងវីដេអូអ្នកនរគ្នាអក្សរអីអ្នកនរគ្នាទៅសេមកអញ្ចឹងឥឡូវខ្ញុំសួរចូលខ្ញុំដាក់ I want to អញ្ចឹងទៅហ្នឹងហើយអញ្ចឹងកន្លែង I want to ហ្នឹងអញ្ចឹងខ្ញុំប្រើប្រភេទ style នៃអក្សរហ្នឹងខ្ញុំប្រើបានហ្នឹងណាអញ្ចឹងឥឡូវវាកំពុងតែដោយសារវាពណ៌សអញ្ចឹងខ្ញុំប្រើ style ហ្នឹងខ្ញុំចុចកន្លែង style ហ្នឹងណាអានេះខ្ញុំចុចពណ៌ខៀវអញ្ចឹងមកហើយខ្ញុំស្រួលវាតូចអូខេតែពាក្យដែលខ្ញុំសេហ្នឹង I want to អញ្ចឹងយើងរ៉ាន់ម្ដងទៀតមកវាលោតចេញមកពាក្យអញ្ចឹងឥឡូវយើងយក style អក្សរអញ្ចឹងវាលោតអញ្ចឹងហើយអូខេបន្ទាប់មកយើងក៏ចាប់ផ្ដើម add text មួយទៀត add text ហើយអ្នកទាំងអស់គ្នាចូលយើងវាយអក្សរមកដាក់ខ្ញុំវាយពាក្យ CapCut អូខេវាលោតមកចឹងខ្ញុំយកពណ៌ក្រហមមកយើង select មកតោះមិញយក animation ចង់ដឹងថាតើអក្សរនោះវាចេញរបៀបមិនយក animation យកអាខាងក្រោមទៅវាចេញមកចឹងពេលអ្នកនរគ្នាចុចដើរមកវាលោតមកចឹងឃើញអត់ហ្នឹងហើយហ្នឹងគឺជា animation ណាអ្នកនរគ្នាកន្លែង animation ណាបន្ទាប់មកខ្ញុំចាប់ផ្ដើមរ៉ាន់ទៅមុខទៀតណាបើយើងរ៉ាន់មើលអក្សរ CapCut ហ្នឹងវាចេញមិនឃើញវាចេញពាក្យអញ្ចឹងនេះទំហំនៃអ្នកនរគ្នាចង់កំណត់ style វិញអ្នកនរគ្នាធ្វើតាមខ្លួនឯងមកតមកកន្លែងហ្នឹងខ្ញុំចាប់ផ្ដើមធ្វើបន្តទៀតដូចជាខ្ញុំចាប់ផ្ដើមយក sound effect ពេលអ្នកអត់ចុចឡើង sound effect ទៅវា load ទៅតែយើងយក sound សិនយើងយក play បទចម្រៀងដែលយើងចង់ដាក់ចូលទៅក្នុងវីដេអូហ្នឹងយកពាក្យឡើង sound ហ្នឹងមកយើង select មើល play ណាចម្រៀងណាដែលប្រូយើង select ចូលមកអូខេចឹងខ្ញុំយក play ប៉ុណ្ណឹងហើយខ្ញុំកាត់ play ចោលខ្លះដោយសារវាវែងពេកយើង select នៅលើហ្នឹងមកកាត់វាចោលខ្លះទៅហើយខ្ញុំរ៉ាំវាមកហ្នឹងហើយវារ៉ាំមក play នឹងលឺហើយអ្នកនរគ្នាអូខេបន្ទាប់មកខ្ញុំចូលកន្លែង sound effect នេះវាលក្ខណៈថាអ្នកណាគេចង់កាត់រឿងប្លែករឿងធ្វើលក្ខណៈសើចអញ្ចឹងគឺគេចូលទៅក្នុងកន្លែង sound effect ហ្នឹងគឺអញ្ចឹងយក add មួយអញ្ចឹងមកវាបានហើយអូខេបន្ទាប់មកខ្ញុំចូលកន្លែងsticker ខ្ញុំយកកន្លែងពាក្យ subscribe ហ្នឹងហើយចឹងយើងរ៉ាន់មកវាចេញហើយនេះវាចេញពាក្យ subscribe ហើយយើងទាញយើងចង់ដាក់កន្លែងណាយើងចង់ដាក់កលៀតនេះតែខ្ញុំមានអារម្មណ៍ថាមើលទៅវីដេអូអត់មាន load អីល្អមើលចឹងខ្ញុំក៏ select ឡើង animation ហ្នឹងមកទៅវា load តែវាចង់បានរបៀប load មិនវា load នេះយើងអត់ select មកពេលដែលយើងរ៉ាន់វាមកវាចេញពាក្យ subscribe ហ្នឹងហើយវា load ហើយនៅពេលដែលយើងយកឡើង animation ណាចឹងខ្ញុំរ៉ាន់ភាសាទៀតគេឃើញវា load របៀបផ្កាយវិញអាហ្នឹងតាមចំណង់ចំណូលចិត្តអ្នកតើខ្ញុំចង់ដាក់មិន
ដាក់តាមអញ្ចឹងឡើយខ្ញុំរ៉ាន់មួយវគ្គទៀតឲ្យចប់អញ្ចឹងខ្លាយយើងកាត់ឲ្យស៊ូមឃើញអត់ពេលយើងស៊ូមវាមិនឃើញធំអញ្ចឹងហ្នឹងហើយតោះមកនៅពេលដែលវាអស់កន្លែងស៊ូមហ្នឹងវាចាប់ផ្ដើមលេងស៊ូមហើយវាលោតអក្សរដែលយើងកំណត់វាមិញហើយវាចូលឲ្យ edit មិញតោះមកមានអក្សរដែលយើងសេកកាត់ហើយយើងឲ្យវាលោត animation អញ្ចឹងនេះភ្លេងដែលយើងកំណត់តបមកសលេងដែលយើងឮរបៀបដូចជាខ្លែងហ្នឹងអ្នកនរគ្នាដាក់ចូលទៅខ្លួនឯងទៅនេះអានេះគឺការកំណត់របស់ខ្ញុំ subscribe វិញខ្ញុំជួយកន្លែង sticker អូខេអ្នកនរគ្នាអញ្ចឹងវីដេអូមានប៉ុណ្ណឹងអរគុណច្រើនអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូហ្នឹងខ្ញុំនឹងមានវីដេអូថ្មីៗដើម្បីបង្ហាញអ្នកនរគ្នាទៀតអរគុណច្រើនបាយបាយ